ជំរាបសួរបងប្អូនអរគ្នាស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទជាថ្មីម្ដងទៀតបងប្អូនអរគ្នាថ្ងៃនេះក៏ដូចជាថ្ងៃសប្តាហ៍មួយដងដែរគឺវីដេអូថ្ងៃនេះគឺអំពី free plugin បងប្អូនអរគ្នាក្រុមហ៊ុន Air ដែលបានប្រកាសចែក license free ទៅកាន់ពួកយើងទាំងអស់គ្នាដើម្បីទទួលបានយកមកប្រើប្រាស់បាទ plugin នេះគឺមានឈ្មោះថា Tab Double Track បាទនេះគឺប្រភេទ plugin tab saturation បងប្អូនអរគ្នាបាទអញ្ចឹងនៅក្នុងបរទេសសម័យមុនគេប្រើ tab នេះសម្រាប់បញ្ជូនសំឡេងចូលក្នុង tab ហើយចេញពី tab ហ្នឹងមកវិញគឺ tab នេះគឺគេនិយាយថាទទួលបានគុណភាពសំឡេងដូចជា warm បាទ warm របៀបបាទនៅក្នុងការបរិយាយអំពីរសជាតិបាទតែបងប្អូនអរគ្នាប្រហែលជាបងប្អូនអរគ្នាអាចស្គាល់ខ្លះអំពីការប្រើប្រាស់ tab អញ្ចឹងរសជាតិយ៉ាងណាខ្ញុំអត់ទាន់បានដឹងដែរនេះគឺជាអ្វីដែលគេបានប្រាប់ថា tab គឺទទួលបាន sound ដែលបែប warm បាទអញ្ចឹងដើម្បីទទួលបានបងប្អូនអរគ្នាចូលតាម link របស់ខ្ញុំនឹងដាក់ឲ្យបងប្អូនអរគ្នាខាងក្រោមវីដេអូបាទនេះបងប្អូនអរគ្នាពេលដែលបងប្អូនអរគ្នាចុច link ហើយវានឹងនាំបងប្អូនអរគ្នាទៅកាន់ page មួយនេះតមកទៀតបងប្អូនអរគ្នាដាក់ឈ្មោះនាមតកូលនាមខ្លួនបងប្អូនអរគ្នាសរសេរ email បងប្អូននៅទីនេះមកសម្រាប់ខ្ញុំគឺខ្ញុំបានធ្វើហើយខ្ញុំបានទទួល plugin ហើយដូច្នេះខ្ញុំអត់បានដាក់ឲ្យបងប្អូនឃើញទេសរសេរ email របស់យើងហើយយើង sign up now នេះមកក្រុមហ៊ុននឹងធ្វើការផ្ញើ license ឬក៏ serial number ទៅកាន់ email របស់យើងទាំងអស់គ្នាអញ្ចឹងបន្តមកទៀតយើងឆែក email របស់យើងមកបាទយើងនឹងទទួលបាន email បែបហ្នឹងដូចគ្នាចំណងជើង email គេដាក់ថា here's your free air plugin ចឹងនៅពេលដែលយើងទទួលបានហើយនេះជាអ្វីដែលសំខាន់ជាងគេគឺជា serial number បងប្អូន copy serial number មកហើយធ្វើតាមការណែនាំរបស់គេដាក់ថា download the in music software manager អញ្ចឹងយើង download មកដោយសារខ្ញុំ download ហើយក៏ install ហើយដែរខ្ញុំអត់បានធ្វើឲ្យបងប្អូនឃើញតែបងប្អូនអរគ្នា download មកហើយ install វាទៅ install ហើយវានឹងចេញបែបនេះគេទាមទារឲ្យយើង sign in សិនណា sign in សិនបាទអញ្ចឹងដោយសារខ្ញុំ sign ហើយខ្ញុំអត់បាន sign ឲ្យបងប្អូនឃើញទៀតទេអញ្ចឹងបន្តមកទៀតយើងយកពាក្យនេះ add product បាទនៅក្នុងការណែនាំរបស់ email ក៏មានដែរគេដាក់ថា create a free account ឬក៏ sign in ខ្ញុំ sign in ហើយបើបងប្អូនអត់ទាន់មាន account ក៏បងប្អូន create free account ទៅតទៅទៀតនៅក្នុង menu select add product បាទ menu នេះតមកទៀត add product មកចុចបែបនេះបងប្អូនទាំងគ្នានឹងឃើញ hardware ហើយនិង software អ្វីដែលយើងទទួលបានគឺ software មែនទេអញ្ចឹង license software ហ្នឹងយើង copy ផាសវានៅក្នុងហ្នឹងមកវានឹងចេញបែបនេះ Chris មានន័យថាគឺជា serial ដែលត្រឹមត្រូវ serial ដែលមិនទាន់ប្រើប្រាស់ពេលដែលយើងចុចហើយយើងចុចពាក្យថា add បាទ add ចូលទៅ plugin នឹង load ចូល account របស់យើង automatic អញ្ចឹងខ្ញុំធ្វើហើយនេះគឺជា plugin ដែលខ្ញុំទទួលបានប៉ុន្តែខ្ញុំអត់ទាន់បាន install ទេនៅពេលដែលយើងទទួលបាន plugin ទាំងអស់នេះហើយយើងអាច install បានទេវាមិនមែនជាការលំបាកសម្រាប់ការ install plugin នោះទេហើយទាំងអស់នេះគឺជា plugin free ដែលខ្ញុំទទួលបានមកពីក្រុមហ៊ុន Air បាទដូច្នេះហើយសង្ឃឹមថា plugin មួយនេះនឹងជួយដល់ការ mixing របស់យើងក៏ដូចជាយើងអាចរៀនបានអ្វីថ្មីពី audio ផងដែរអរគុណច្រើនបងប្អូនទាំងគ្នាបងប្អូនទាំងគ្នាកុំភ្លេច subscribe channel របស់ខ្ញុំបាទបងអរគុណជម្រាបលា